សូមស្វាគមន៍មកកាន់ page ចំណេះដឹងក្នុងការជួញដូរហាងឆេងមាសប្រចាំថ្ងៃនេះខ្ញុំបាទលុយនឹងមកធ្វើការវិភាគអំពីតម្លៃមាសតាមផ្នែកបច្ចេកទេសបន្តនៅថ្ងៃអង្គារទី14ខែកក្កដាឆ្នាំ2026យើងឃើញថាតម្លៃមាសបានធ្លាក់ក្រោម$4000ក្នុងមួយអោនកាលពីយប់មិញឬស្ថិតក្រោមតម្លៃ$5000ក្នុងមួយតម្លឹងដោយឈរនៅក្នុងតម្លៃ$4800ក្នុងមួយតម្លឹងផងដែរបាទនេះគឺជាការធ្លាក់ថ្លៃយ៉ាងខ្លាំងរបស់មាសបន្ទាប់ពីភាពតានតឹងនៅឯមជ្ឈមបូព៌ាមានកម្ដៅខ្លាំងឡើងវិញហើយការព្រួយបារម្ភអំពីអតិផរណាតកតងទៅលើការដំឡើងអត្រាការប្រាក់ផងដែរអញ្ចឹងនៅថ្ងៃនេះយើងមកវិភាគបច្ចេកទេសវិញថាតើតម្លៃមាសគួរតែចូលទិញនៅក្នុងតម្លៃណាបាននិងមានទិសដៅទៅណាបន្ថែមទៀតដើម្បីឲ្យដឹងកាន់តែច្បាស់បងប្អូនធ្វើការវិភាគផ្នែកបច្ចេកទេសទាំងអស់គ្នាបើយើងក៏លេចមកផ្នែកវិភាគបច្ចេកទេសវិញយើងឃើញថាមាសបានបង្កើតនៅក្នុងតំបន់ជើងឡូ39.8បាទដោយមាសកាលពីម្សិលមិញបានធ្លាក់ដាច់ break នៅក្នុងតំបន់ trend line របស់វា$4040ក្នុងមួយអោនផងដែរបាទអញ្ចឹងយើងឃើញថាមាសបន្ទាប់ពីបាន break out នៅក្នុង zone 40ខ្សែនេះវាបាន form direction មកទើនៅក្នុងតម្លៃ39.8អញ្ចឹងសួរថាតើគោលដៅនៅក្នុងថ្ងៃនេះទិសដៅមាសយើងគួរតែលុកឬមួយក៏ធ្វើការ sell បើយើងមើលទៅលើលំហូរយើងឃើញថា direction របស់មាសគឺស្ថិតនៅក្នុងទំនោរ down trend មកខាងក្រោមទៀតអញ្ចឹងបើសិនជាសួរថាយើងគួរតែលុកនៅតម្លៃណាតម្លៃនៅពេលបច្ចុប្បន្ននេះវានឹង retracement ឡើងទៅរកតំបន់40ខ្សែវិញមុននឹងវាធ្វើការធ្លាក់ចុះដោយសារវានឹង form direction ជា market structure នៅក្នុងតំបន់នេះបាទដូចជា market structure នៅក្នុងតំបន់40ខ្សែដោយស្របទៅនឹងលំហូរ down trend របស់វាបាទអញ្ចឹងគោលដៅរបស់យើងនៅក្នុងថ្ងៃនេះផងដែរគឺយើងនឹង sell ពីតំបន់40ខ្សែនេះមកតំបន់គោលដៅខ្ពស់ទី1គោលដៅទី1យើង sell មករកកម្រិតតំបន់39.8វិញនៅក្នុងតំបន់គោលដៅទី1បាទអញ្ចឹងគោលដៅទី1នេះគឺជា zone low ថ្មីអញ្ចឹងករណីបើសិនជាវាបែកតំបន់39.8គោលដៅចុងក្រោយវានឹងមករកនៅក្នុង zone 39ខ្សែនិង3900បាទអញ្ចឹងតំបន់3900នេះគឺជា key មួយដែលយើងអាចធ្វើការទិញឡើងបានដូចគ្នាអញ្ចឹងយើងមានតំបន់ sell និងតំបន់លក់ទិញដូចគ្នាដែរអញ្ចឹងគោលដៅកើនឡើងលុះត្រាតែវាបែក40ខ្សែបានវាទៅរក48បាទអញ្ចឹងបែក40ខ្សែវានឹងទៅរកទិសដៅ trend line របស់វាខាងលើវិញបាទអញ្ចឹងតំបន់40ខ្សែ48នេះខ្ញុំគិតថាបើសិនជាវាទៅដល់ក៏ជា key មួយដែលយើងអាចធ្វើការ sell បានដែរពីតំបន់ខាងលើនេះអញ្ចឹងគោលដៅចុងក្រោយគឺនៅ41.20បាទនេះគឺជាគោលដៅ sell ចុងក្រោយរបស់យើងអញ្ចឹងសរុបជារួមយើងមានគោលដៅ sell និងគោលដៅទិញដូចគ្នានៅក្នុងថ្ងៃនេះអញ្ចឹងបងប្អូនដែលធ្វើការចូលផ្សារអាចរងចាំតំបន់ key ដែលយើងដាក់នៅក្នុងនេះបានអញ្ចឹងមានអីប្រែប្រួលខ្ញុំនឹង update នៅក្នុង Team VIP Channel បន្ថែមទៀតជាចុងក្រោយសម្រាប់បងប្អូនដែលចង់បើកគណនីជួញដូរហាងឆេងមាសក៏ដូចជាចង់សិក្សាស្វែងយល់ពួកយើងក៏មានជា group signal សម្រាប់ support និងព័ត៌មាន analysis អំពីទិសដៅមាសប្រចាំថ្ងៃដែរសម្រាប់អ្នកចាប់អារម្មណ៍អាចតាមទំនាក់ទំនងតាមរយៈ Telegram ខាងលើបាន